សួស្តីក៏ដូចជាស្វាគមន៍អ្នកទាំងអស់គ្នាមកកាន់ការសម្រាយរឿងថ្មីទៀតហើយថ្ងៃនេះ admin នឹងធ្វើការយករឿងមួយដើម្បីធ្វើការសម្រាយចែកជូនអ្នកទាំងអស់គ្នាតកុំឲ្យខាតពេលយើងចូលទៅកាន់សាច់រឿងពេញរបស់យើងតែម្ដងដែលសាច់រឿងរបស់យើងនេះគឺចង់និយាយអំពីគម្រោងភារវកម្មនៅក្នុងការប្លន់ពេជ្រដែលក្រុមភារវកម្មមួយក្រុមហ្នឹងបានធ្វើការស្ទាក់នៅឡានប៉ូលីសដែលកំពុងតែដឹកពេជ្រនោះនៅពេលនោះដែរពួកគេក៏បានធ្វើការបាញ់ប្រហារយ៉ាងចាស់ដៃទៅលើក្រុមប៉ូលីសចំណែកឯក្រុមប៉ូលីសវិញក៏បានផ្ដល់សញ្ញាប្រកាសអាសន្នដើម្បីឲ្យមានជំនួយពីខាងប៉ូលីសទៀតតែបើទោះបីជាមានប៉ូលីសចាញ់ច្រើនយ៉ាងណាក៏ដោយក៏ក្រុមខ្មាន់កំភ្លើងក៏ដូចជាក្រុមភារវកម្មពួកគេនៅតែព្យាយាមបាញ់ប្រហារទៅលើក្រុមប៉ូលីសយ៉ាងចាស់ដៃបន្តបន្ទាប់ចំណែកឯក្រុមប៉ូលីសវិញក្រោយពីឃើញការបាញ់ប្រហារយ៉ាងខ្លាំងត្រូវទៅលើកងកម្លាំងជាច្រើនពួកគេពិតជាផិតភ័យខ្លាំងមែនទែនក៏ព្យាយាមបោះនៅពេជ្រចេញពីក្នុងឡានប៉ូលីសដើម្បីឲ្យក្រុមភារវកម្មនឹងទទួលយកនៅពេជ្រដើម្បីឲ្យពួកគេមានជីវិតមិនយូរប៉ុន្មានឡានប៉ូលីសក៏បានមកដល់បន្តបន្ទាប់គេលេងមកមើលខ្មាន់កំភ្លើងរបស់យើងវិញគេក៏បានធ្វើការបាញ់កំទេចទៅលើឡានប៉ូលីសយ៉ាងចាស់ដៃតែម្ដងហើយក៏មានរថយន្តប៉ូលីសមួយទៀតដែលមានលក្ខណៈពិសេសនៅក្នុងការការពារគ្រាប់ដែលมันអាចធ្វើការបាញ់ប្រហារបានពេលហ្នឹងដែរប៉ូលីសរបស់យើងក៏បានរៀបចំគម្រោងដើម្បីធ្វើការស្ទាក់ទៅចាប់ទៅលើ sniper ដែលកំពុងតែលបបាញ់ពីខាងលើអគារចំណែកឯក្រុមភារវកម្មក្រុមទៀតគេក៏បានលួចយន្តនៅពេជ្រហ្នឹងហើយក៏បានបន្តឡើងនៅលើរថយន្តហើយពេលហ្នឹងដែរគ្នារបស់គេក៏ត្រូវបាននៅប៉ូលីសបាញ់ទៅស្លាប់ភ្លាមតែម្ដងជាប់នៅជាមួយនឹងឡានហើយពេលហ្នឹងដែរមិត្តភ័ក្តិរបស់គេក៏មិនបង្អង់ក៏បានចូលទៅក្នុងឡានហើយបើកចេញទៅយ៉ាងលឿនតែម្ដងបើទោះបីជាក្រុមប៉ូលីសមានគ្នាច្រើនខិតខំប្រឹងប្រែងនៅក្នុងការពារយ៉ាងណាក៏ដោយក៏មិនអាចការពារនៅពេជ្រនោះបានដែរហើយ sniper របស់យើងក៏បានបាញ់កំទេចនៅរថយន្តពេទ្យនឹងចោលពេលហ្នឹងដែរគេក៏បានចុះមកទល់មុខជួបជាមួយនឹងប៉ូលីសស្រីរបស់យើង2ទល់នឹង1តែម្ដងពេលហ្នឹងដែរក្រុមប៉ូលីសរបស់យើងក៏បានធ្វើការតតាំងជាមួយនឹង sniper របស់យើងយ៉ាងចាស់ដៃតែម្ដងនៅក្នុងអគារចាស់ហើយគេក៏បានធ្វើការបាញ់ប្រហារគ្នាយ៉ាងច្រើនគ្រាប់តែម្ដងនៅក្នុងអគារនោះពេលហ្នឹងដែរប៉ូលីសស្រីរបស់យើងក៏ត្រូវបាននៅ sniper របស់យើងបាញ់មកគ្រាប់ចំដៃតែម្ដងធ្វើឲ្យមានរបួសស្រាលតិចតួចហើយបន្តមកទៀតប៉ូលីសរបស់យើងក៏នៅតែព្យាយាមបាញ់បន្តជាមួយនឹង sniper ប៉ុន្តែពួកគេពិតជាមានសមត្ថភាពអស្ចារ្យខ្លាំងមែនទែនដែលអាចធ្វើការតតាំងគ្នានៅនឹងមុខពេលហ្នឹងដែរ sniper របស់យើងក៏បានធ្វើការវាយទៅលើប៉ូលីសស្រីយើងយ៉ាងចាស់ដៃហើយក៏បានព្យាយាមគេចខ្លួនចេញពីប៉ូលីសដើម្បីចាកចេញទៅរកកន្លែងដែលមានសុវត្ថិភាពចឹងណាហើយពេលហ្នឹងដែរគេក៏បានគេចខ្លួនដោយសុវត្ថិភាពហើយក៏បោះធ្វើការពិនិត្យមើលនៅគ្រាប់ពេជ្រដែលពួកគេបានធ្វើការប្លន់ទៅលើក្រុមប៉ូលីសហើយក៏បានពិនិត្យមើលឃើញថាពេជ្រនេះពិតជាពេជ្រដែលមានតម្លៃថ្លៃខ្លាំងជាងគេក៏លេចមកមើលក្រុមប៉ូលីសរបស់យើងវិញគឺត្រូវបានធ្វើមាត់ពីខាងអត្តការយ៉ាងចាស់ដៃពេលហ្នឹងដែរក្រុមភារវកម្មក៏ដូចជាខ្មាន់កំភ្លើងរបស់យើងក៏បានធ្វើដំណើរចាកចេញទៅដោយសុវត្ថិភាពហើយនឹងបានជជែកជាមួយនឹងបងទុំអំពីគម្រោងការនៃការប្លន់ពេជ្ររបស់គេហ្នឹងគឺបានជោគជ័យបាត់ទៅហើយសាច់រឿងរបស់យើងក៏បានឈានចូលមកដល់ទីបញ្ចប់សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពេញចិត្តនិងជួយចុច Subscribe នៅលើ Channel YouTube របស់ Admin ម្នាក់មួយដើម្បីទទួលបានវីដេអូបន្ត